កំពីម៉ាថាយចំពុក4ពេលនោះព្រះវិញ្ញាណនាំព្រះយេស៊ូវទៅវាលរហោស្ថានឲ្យមានសតាំងល្បូរបន្ទាប់ពីបានតមហាអរិយពេល40 ថ្ងៃយកមកព្រះអង្គភ្លាមមេល្បូរចូលមកចាប់ព្រះអង្គក៏ថាប្រសិនបើលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនសូមដុំថ្មទៅនេះទៅជានំប៉័ងមើលតែព្រះយេស៊ូវព្រះបន្ទូលទៅវិញថាក្នុងគម្ពីរមានចែងថាមនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ព្រះបន្ទូលដែលចេញមកពីព្រះអររបស់ព្រះជាម្ចាស់ដែរពេលនោះមាននាំព្រះអង្គទៅក្រុងយេរូសាឡិមជាក្រុងដ៏វិសុទ្ធដាក់ព្រះអង្គលើកំពូលព្រះវិហារហើយពោលថាបើសិនជាលោកពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែនសូមលោកទម្លាក់ខ្លួនចុះទៅក្រោមមើលត្បិតក្នុងគម្ពីរមានចែងថាព្រះជាម្ចាស់នឹងបញ្ជាឲ្យទេវតាចាំទ្រលោកមិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយព្រះយេស៊ូវមានព្រះបន្ទូលទៅមានថាក្នុងគម្ពីរមានចែងទៀតថាកូនបងលោកព្រះជាម្ចាស់ជាព្រះរបស់អ្នកឡើយមានក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោកព្រមទាំងឲ្យព្រះអង្គឃើញភោគទ្រព្យរបស់នគរទាំងនោះផងមានទូលព្រះអង្គថាប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំនឹងប្រគល់សម្បត្តិនេះឲ្យព្រះយេស៊ូវព្រះបន្ទូលទៅមានថាសតាំងអើយយកថយចេញទៅត្បិតក្នុងគម្ពីរមានចែងថាអ្នកត្រូវថ្វាយបង្គំព្រះអង្គម្ចាស់ជាព្រះរបស់អ្នកនិងគោរពបម្រើតែព្រះអង្គប៉ុណ្ណោះពេលនោះមានក៏ចាក់ចេញពីព្រះអង្គទៅហើយមានពួកទេវតានាំគ្នាចូលមកគាល់នឹងបម្រើព្រះអង្គកាលព្រះយេស៊ូវជ្រាបដំណឹងថាគេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយព្រះអង្គក៏ភៀសចេញទៅស្រុកកាលីលេព្រះអង្គចាក់ចេញពីភូមិណាសារ៉េតទៅស្នាក់នៅក្រុងហ្វាពេនឹមជិតមាត់សមុទ្រក្នុងតំបន់សាប់យូឡូនិងតំបន់ណេតាលីដើម្បីឲ្យបានស្របនឹងសេចក្តីមានចែងទុកមកទុកតាំងរយៈព្យាការីអេសាយថាដែនដីសាប់យូឡូនិងដែនដីណេតាលីដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រស្រុកខាងនេះទន្លេយ៉ូដានស្រុកកាលីលេដែលជាសាដតីរបស់រស់នៅប្រជាជនដែលអង្គុយនៅក្នុងទីងងឹតបានឃើញពន្លឺមួយដ៏ភ្លឺខ្លាំងដែលមានពន្លឺមួយលេចឡើងបំភ្លឺពួកអ្នករស់នៅក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្តីស្លាប់តាំងពីគ្រានោះមកព្រះយេស៊ូវចាប់ផ្ដើមប្រកាសថាចូលកែប្រែจุดគំនិតរបស់ព្រះរាជនៃស្ថានបរមសុខនៅចិត្តបង្កាយហើយកាលព្រះអង្គយាងតាមឆ្នេរសមុទ្រកាលីលេទ្រង់ទៅឃើញបងប្អូនពីរនាក់ជាអ្នកនេសាទកំពុងតែបង់សំណាញ់គឺលោកស៊ីម៉ូនហើយពេត្រុសនិងលោកអង់ដ្រេជាប្អូនរបស់គាត់ព្រះមានព្រះបន្ទូលទៅគេថាសូមអញ្ជើញមកតាមខ្ញុំនឹងតាមអ្នកឲ្យនេសាទមនុស្សវិញអ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាមរួចដើរតាមព្រះអង្គទៅព្រះយេស៊ូវយាងទៅមុខឆ្ងាយបន្តិចព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀតគឺលោកយ៉ាកុបនិងលោកយ៉ូហានជាកូនរបស់លោកសេបេដេកំពុងតែរៀបចំអួននៅក្នុងទូកជាមួយលោកសេបេដេជាពុកព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរចាក់ចោលទូកចាក់ចោលពុកភ្លាមរួចដើរតាមព្រះយេស៊ូវទៅព្រះយេស៊ូវយាងកាត់ស្រុកកាលីលេទាំងមូលព្រះអង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់ពួកគេព្រះអង្គប្រកាសដំណឹងល្អអំពីព្រះរាជហើយប្រោះអ្នកជំងឺគ្រប់យ៉ាងនិងមនុស្សពិការគ្រប់ប្រភេទក្នុងចំណោមប្រជាជនឲ្យបានជាផងព្រះកិត្តិនាមរបស់ព្រះអង្គក៏ល្បីខ្ទោខ្ទាពីពេញស្រុកសេរីទាំងមូលគេបាននាំអស់ទាំងអ្នកជំងឺគ្រប់យ៉ាងនិងអ្នកកើតទុក្ខក្រំគ្រាមនុស្សហិរញ្ញចូលមនុស្សឆ្កួតជ្រូកនិងមនុស្សស្លាប់ដៃស្លាប់ជើងមករកព្រះអង្គក៏ប្រោះគេបានជាទាំងអស់គ្នាមានមហាជនជាច្រើនពីស្រុកកាលីលេស្រុកដេកាប៉ូលស្រុកយេរូសាឡិមស្រុកយូដានតំបន់ខាងនេះទន្លេយ៉ូដាននាំគ្នាដើរតាមព្រះយេស៊ូវអាមែន